សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងសិក្សាអំពីរបៀបនៅក្នុងការឆែកមើលផលិតផលក៏ដូចជាការដាក់កំងទិញដោយសារមុនហ្នឹងគឺយើងបានភ្ជាប់ account ក៏ដូចជាភ្ជាប់អាសយដ្ឋានក្រុមហ៊ុនដឹងជួលរួចហើយអញ្ចឹងយើងអាចធ្វើការកំងទិញបានហើយនៅកន្លែងនេះគឺជាផលិតផលផ្សេងៗដែលវា suggest ឲ្យយើងណាឧទាហរណ៍ខ្ញុំចូលចិត្ត search ពាក់ព័ន្ធជាមួយនឹងទូរស័ព្ទវាលោតទូរស័ព្ទឲ្យខ្ញុំអញ្ចឹងទៅហើយយើងអាច scroll ចូលមកខាងក្រោមមកគឺមានផលិតផលជាច្រើនទៅតាមផ្នែកមួយឥឡូវយើងចូលមកវាមានជាប្រភេទផ្សេងហើយមកដល់កន្លែងនេះវាបែងចែកផលិតផលតាមផ្នែកមួយបើសិនជាយើងចាប់អារម្មណ៍ផលិតផលបែបណាយើងចុចផលិតផលយើងចុចផ្ទាំងមួយហ្នឹងទៅគឺវាលោតតែផលិតផលតាមផ្នែកហ្នឹងឲ្យយើងមើលលេងប៉ុន្តែបើសិនជាយើងចង់ទិញផលិតផលមួយច្បាស់ហើយយើងចុចកន្លែង search នេះហ្មងទៅជាមួយនឹងការ scan ជារូបភាពក៏បានដែរឥឡូវឧទាហរណ៍ថាខ្ញុំយក second hand phone ខ្ញុំចុចពាក្យ second hand phone មកខ្ញុំឃើញហើយនេះសុទ្ធតែជាប្រភេទទូរស័ព្ទមកទឹកណាដែលវាស្អាតដែរតម្លៃសមរម្យហើយមួយទៀតយើងឃើញកន្លែង filter នេះកន្លែង filter នេះមានថាគឺយើងកំណត់ទៅលើលក្ខខណ្ឌប្រភេទក៏ដូចជាទ្រង់ទ្រាយទូរស័ព្ទផ្សេងទៅតាមតម្រូវការរបស់យើងវាមានពណ៌វាមានអីចឹងទៅវាមានទំហំជាច្រើនណាហើយជាមួយម៉ាកទូរស័ព្ទហើយក៏មានការកំណត់ទៅលើតម្លៃដែរហើយបើសិនជាយើងចង់ទិញតម្លៃត្រឹមចន្លោះប្រហែលយើងអាចធ្វើការកំណត់នៅនេះទៅគឺវានឹងលោតតម្លៃចន្លោះប៉ុណ្ណឹងឲ្យយើងហើយអញ្ចឹងយើងងាយស្រួលនៅក្នុងការមើលដោយសារតែផលិតផលវាមានច្រើននៅក្នុង website អូខេអញ្ចឹងសម្រាប់តម្លៃចន្លោះ$50តិចដែរអញ្ចឹងឧទាហរណ៍ខ្ញុំរើសយកតម្លៃផ្សេងដែលមើលទៅឲ្យវាមានជម្រើសច្រើនតិចណាបើសិនជាខ្ញុំ select យក$50ចន្លោះពី50ទៅ100វាមានប្រភេទទូរស័ព្ទស្អាតច្រើនវិញណាយើងអាច scroll មើលបានថាយើងចង់បានប្រភេទអីយើងចុចមើល detail ពាក់ព័ន្ធជាមួយនឹងទំនិញសិនមុននឹងយើងដាក់កំងទិញឧទាហរណ៍ខ្ញុំយកប្រភេទទូរស័ព្ទនេះចុះតម្លៃវាតែ83ទេហើយយើងអាចធ្វើការ scroll មកមើលរូបភាព detail ពីផលិតផលនេះបានបន្ថែមទៀតណាអានេះគឺជាជម្រើសនៃពណ៌យើងចង់យកពណ៌មួយណាយើងអាច select ពណ៌មួយនឹងបានឧទាហរណ៍ខ្ញុំ select យកពណ៌ខ្មៅវាមាននៅក្នុង stock ស្រាប់ហើយយើងមើលកន្លែងនេះតម្លៃវា83ពាក់ព័ន្ធជាមួយនឹងសេវាដឹកជញ្ជូនពីហាងមកខាងក្រុមហ៊ុនដឹកជញ្ជូនប្រហែលជាចិត្តដែរទៅគេ free ឲ្យយើងបើសិនជាឆ្ងាយគេអាចឆាតតម្លៃបន្ថែមហ្នឹងណាអញ្ចឹងយើងអាចធ្វើការដាក់នេះកំងចំនួនប្រមាណយើងអាច select កន្លែងនេះមកយើងអាចដាក់ចូលកន្ត្រកសិនបើសិនជាយើងអត់ទាន់ទិញឥឡូវឬមួយក៏យើងអាចធ្វើការទិញឥឡូវហ្នឹងហើយនេះគឺជាមានថា ship from Amazon អញ្ចឹងមានថាអីវ៉ាន់ហ្នឹងគឺលក់ដោយ Amazon ផ្ទាល់ប៉ុន្តែបើ ship from ឈ្មោះហាងណាមួយគឺមានថាដោយហាងណាមួយជាអ្នកលក់ទេមិនមែនជាខាង Amazon ជាអ្នកលក់ទេពីព្រោះនៅ Amazon វាមានហាងផ្សេងដាក់លក់នៅក្នុងនឹងច្រើនហើយនេះគឺជាព័ត៌មាន detail ពាក់ព័ន្ធជាមួយនឹងទំនិញហ្នឹងកន្លែងនេះគឺមានថាទិញពីកន្លែងពិសេសណាត្រឹមតែ199ជាងទេអានេះគឺទូរស័ព្ទដែលគេ suggest យើងបន្ថែមទៀតហើយនេះជាព័ត៌មានលម្អិតពាក់ព័ន្ធជាមួយនឹងរូបភាពក៏ដូចជាទូរស័ព្ទនឹងយើងអាច scroll មើល detail បន្ថែមទៀតបើសិនជាយើងចាប់អារម្មណ៍លើផលិតផលមួយហ្នឹងមុននឹងយើងដាក់កំងទិញអញ្ចឹងណានេះសុទ្ធតែជាព័ត៌មានពាក់ព័ន្ធជាមួយនឹងទូរស័ព្ទមួយហ្នឹងកន្លែងនេះគឺជារូបវីដេអូដែលអតិថិជនដែលគាត់បានទិញហើយគាត់ upload review ពាក់ព័ន្ធជាមួយនឹងទូរស័ព្ទដែលគាត់បានទទួលបានណាផលិតផលដែលស្តៀងហ្នឹងវាលោតឲ្យយើងដើម្បីឲ្យយើងឆែកមើលបន្ថែមទៀតហើយនេះគឺពាក់ព័ន្ធជាមួយនឹងសំណួរផ្សេងដែលយើងមានយើងអាចធ្វើការសួរនៅទីនេះបាន customer service របស់គេនឹងឆ្លើយតបពាក់ព័ន្ធជាមួយនឹងចម្ងល់របស់យើងហើយកន្លែងនេះគឺជា customer review មានថាអតិថិជនដែលគាត់ទទួលបានទូរស័ព្ទហ្នឹងហើយគាត់ review អំពីគុណភាពទៅតាមផ្នែកនីមួយៗបែបបើអញ្ចឹងយើងអាចមើលទៅតាមសញ្ញាផ្កាយនេះបានហើយមកដល់កន្លែងនេះវាមានសំណួរចម្លើយផ្សេងៗ comment ផ្សេងពាក់ព័ន្ធជាមួយនឹង product របស់យើងproduct ដែលបានបង្ហាញហ្នឹងណាចឹងយើងអាចមើល detail បន្ថែមទៀតបានឥឡូវបើសិនជាយើងរីករាយថាយើងចង់បានទូរស័ព្ទមួយហ្នឹងយើងអាចធ្វើការ buy now មកឬមួយក៏ add to cart ឥឡូវឧទាហរណ៍ខ្ញុំ add to cart ណាអញ្ចឹងបន្ទាប់ពីខ្ញុំ add to cart មកអីវ៉ាន់ទាំងប្រហែលហ្នឹងគឺវាលោតចូលមកកន្ត្រករបស់ខ្ញុំឆែកមើលទៅវាមានអីវ៉ាន់ច្រើនដោយសារខ្ញុំបានបញ្ចូល3អីវ៉ាន់ចូលទៅណាអញ្ចឹងសម្រាប់អីវ៉ាន់ណាដែលខ្ញុំអត់ចាំបាច់ទិញឥឡូវទេខ្ញុំអាចចុចកន្លែង save for later ហ្នឹងវាលោកចេញហើយអ
ចេះខ្ញុំចុចកន្លែង save for later នឹងទាំងអស់ខ្ញុំយកទៅទូរស័ព្ទមួយនៅក្នុងការដាក់កំងទិញជាងមើលកន្លែង check out របស់យើងនៅពេលដែលយើង select យកតែអីវ៉ាន់មួយយកមកធ្វើការកំងគឺវា check out ឲ្យយើងមួយចឹងឥឡូវនេះខ្ញុំធ្វើការ check out អីវ៉ាន់មួយហ្នឹងដើម្បីធ្វើការដាក់កំងទិញមកដល់ផ្ទះនេះគឺគេបញ្ជាក់ប្រាប់យើងថាតើយើងគេនឹងដឹកជញ្ជូនមកឲ្យយើងទៅតាម address ហ្នឹងមែនអញ្ចឹងយើងចុច confirm មកដល់កន្លែងនេះវាឲ្យយើង add បន្ថែមទៀតណាយើងចង់ add អីវ៉ាន់អីបន្ថែមទៀតប៉ុន្តែយើងអត់ចាំបាច់ add ទៀតទេយើងគ្រាន់តែចុចពាក្យថា continue ទៅបានហើយមកដល់កន្លែងនេះវា load មកកន្លែងកាតដោយសារកាតខ្ញុំវាហួសណាអញ្ចឹងទៅយើងអាចបន្ថែមកាតថ្មីចូលទៅយើងដាក់ add credit card នេះមកបើសិនជាឈ្មោះនៅក្នុង account Amazon របស់យើងវាដូចឈ្មោះកាតរបស់យើងអាចចុចធីតែបើអត់ដូចទេយើងចុចឈ្មោះរបស់យើងនៅក្នុងកាតរបស់យើងមកជាមួយនឹងលេខកាតរបស់យើងអញ្ចឹងយើងធ្វើការបំពេញឈ្មោះក៏ដូចជាបំពេញលេខកាតរបស់យើងចូលមកកន្លែងនេះហើយបន្ទាប់មកទៀតយើង select ថ្ងៃខែផុតកំណត់ណាគេថាខែជាមួយនឹងឆ្នាំផុតកំណត់ហើយយើងចុច add to cart មកឥឡូវនេះខ្ញុំបាន add Visa card របស់ខ្ញុំចូលរួចរាល់ហើយខ្ញុំចុចពាក្យ continue នេះមកហើយខ្ញុំប្រើ address ហ្នឹងអញ្ចឹងឥឡូវនេះរួចរាល់ហើយវាឲ្យយើង free delivery ឲ្យយើង2ថ្ងៃតែជាទូទៅតើយើងប្រើសេវាកម្មpremium box ខាង Amazon មែនតើឥឡូវអត់ទេហើយមកដល់កន្លែង order នេះគឺវាបញ្ជាក់ឲ្យយើងជាមួយនឹងតម្លៃទំនិញរបស់យើងជាមួយនឹងពន្ធដែលគេនឹងកាត់ចន្លោះ$8ជាងណាអញ្ចឹងបូកសរុបទាំងថ្លៃទំនិញជាមួយថ្លៃពន្ធទៅវាអស់$92បើគិតជាលុយខ្មែរវាទូទាត់ឲ្យយើង390000ប្រហែលពាន់អញ្ចឹងទៅហើយវាក៏ប្រាប់យើងដែរពាក់ព័ន្ធជាមួយនឹងតម្លៃ exchange លុយ$1ស្មើនឹងប្រហែលពាន់4200ជាងឥឡូវយើងអាចធ្វើការ check ជាមុនពាក់ព័ន្ធជាមួយនឹងតម្លៃជាមួយតម្លៃពន្ធរួចរាល់ហើយបើសិនជាយើងអូខេយើងអាចធ្វើការចុចកំងទិញបានប៉ុន្តែដោយសារតែវីដេអូនេះខ្ញុំគ្រាន់តែធ្វើជាឧទាហរណ៍ទេអញ្ចឹងខ្ញុំអត់ចាំបាច់ចុច place order ទេតែបើសិនជាយើងធ្វើការកំងយើងចុចកន្លែង place order នេះមកគឺវាកាត់លុយនៅក្នុងកងរបស់យើងហើយសម្រាប់ការកំងនៅពេលដែលអវ៉ាន់មកដល់គឺខាងក្រុមហ៊ុនដឹកជញ្ជូនគាត់នឹងទំនាក់ទំនងមកយើងអញ្ចឹងសម្រាប់វីដេអូនៅក្នុងការកំងទិញគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនាវីដេអូនេះ